ជាដំបូងខ្ញុំសូមជម្រាបសួរដល់លោកគ្រូនិងសួស្តីដល់អ្នកទាំងអស់គ្នាហើយនេះដែរខ្ញុំនឹងមកបង្ហាញពីរបៀបនៃការគ្រុឌ Node ដោយប្រើ Node.js ខ្សែជាថ្មីហើយម្ដងនេះគឺខ្ញុំនឹងសេចាប់ពីដើមហើយដំបូងខ្ញុំធ្វើការបង្កើត folder សិនហើយចូលទៅក្នុងចូលទៅកាន់វាកូដរបស់ពួកយើងហើយយើងធ្វើការបង្កើត file មួយដែលយើងចង់ឲ្យឈ្មោះជា app.js ក៏បានឬក៏ជា server.js ក៏បានអញ្ចឹងខ្ញុំបង្កើតបានហើយជាដំបូងយើងត្រូវការទៅ install library មួយចំនួនសិនដូចជាយើង install packet សិនជាដំបូងហើយបន្ទាប់មកយើងធ្វើការ install ទៅលើ Express ហើយយើង install មួយទៀតគឺ NodeMon ហើយនេះគឺទាំងអស់ហ្នឹងគឺជា library ដែលយើងត្រូវ install ចូលទៅក្នុង Node.js របស់យើងហើយយើងធ្វើការ change ពី Node ទៅដាក់ NodeMon វិញបន្ទាប់មកយើងចូលទៅកាន់ file server.js របស់យើងមុនដំបូងយើងធ្វើការ require express ហ្នឹងសិនអញ្ចឹងយើងបង្កើតបរិបទមួយដែលមានឈ្មោះថា express ហើយយើងដាក់ require មកអញ្ចឹងអានេះយើងបង្កើតវាដើម្បី require យក express របស់យើងហ្នឹងហើយបន្ទាប់មកយើងបង្កើតបរិបទមួយទៀតដោយឈ្មោះវាថា app ហើយតាំងវាជា express អានឹងគឺជា function express របស់យើងហើយយើងបង្កើតមួយទៀតដោយឈ្មោះវា port អានឹងគឺយើងប្រើវាដើម្បីកំណត់ port នៅលើ URL របស់យើងនៅពេលដែលយើង run គឺយើងឲ្យវាទៅលើ port 3000អញ្ចឹងយើងគ្រាន់តែដាក់ app. listen មកចំពោះ listen ហ្នឹងយើងប្រើដើម្បីហៅ port យកមកប្រើដូចជាយើងតាំង port 3000ហ្នឹងអញ្ចឹងយើងដាក់ listen ហ្នឹងដើម្បីហៅ port 3000ហ្នឹងយកមកប្រើអញ្ចឹងយើងដាក់ listen ហើយយើងឲ្យមកខ្យល់មកអញ្ចឹងយើងដាក់ port ហើយយើងប្រើarrow ហ្នឹងមកយើង log វាយើង log ហើយយើងគ្រាន់តែហៅ port នឹងមកនឹងវានឹងបង្ហាញយើងនឹងអាច run របស់យើងបានហើយចឹងដំបូងខ្ញុំគ្រាន់តែហៅ app ហើយខ្ញុំដាក់ .cat មកអញ្ចឹងពេលហ្នឹងគឺយើងដាក់ប្រើ flash មួយដើម្បីយើងចង់ហៅវាឲ្យបង្ហាញនៅអ្វីមួយដែលយើងបានដាក់ខ្ញុំដាក់គ្រាន់តែដាក់ flash ហើយដាក់ request ហើយដាក់ response នឹងមកអញ្ចឹងខ្ញុំនឹងធ្វើការដាក់ rest ហើយ .send នឹងដើម្បី send អ្វីដែលយើងចង់ run នៅលើ port 3000ហ្នឹងអញ្ចឹងខ្ញុំដាក់ hello world ហើយខ្ញុំនឹងចូលទៅកាន់ request ចឹងនៅពេលដែលខ្ញុំចូលកាន់ request ទៅខ្ញុំគ្រាន់តែចុច flash ហើយខ្ញុំនឹងឃើញURL ហ្នឹងហើយអញ្ចឹងនៅពេលដែលខ្ញុំ run ត្រង់នេះគឺ error អញ្ចឹងខ្ញុំនឹងប្រាប់ម្ដងទៀត error ត្រង់ហ្នឹងដោយសារតែខ្ញុំភ្លេចប្រើ npm start ហើយនឹង say require ខុសផងដែរអញ្ចឹងយើងនឹងធ្វើការកែសម្រួលម្ដងទៀតហើយយើង start Node.js របស់យើងមកអញ្ចឹងនៅពេលដែលយើង run ម្ដងទៀតវានឹងបង្ហាញពាក្យថា hello world ម្ដងឲ្យយើងហើយបន្តមកទៀតខ្ញុំនឹងទៅកាន់ flash user ដែលយើងធ្វើវាដើម្បីបង្ហាញនៅ user ទាំងអស់ដែលយើងបានដាក់ហ្នឹងហើយយើងប្រើទៅលើ method get ដូចគ្នាដែលយើងប្រើទៅលើ function get ដែលយើងដាក់ flash user អញ្ចឹងយើងមាន request យើងមានresponse ដូចតែគ្នាទេអញ្ចឹងយើងឲ្យវាជា arrow មកហើយយើងគ្រាន់តែតាំង variable វាមួយដែលយើងឲ្យវាឈ្មោះថា username អញ្ចឹងនៅពេលដែលយើងឲ្យ username ហើយយើងដាក់ rest មកហើយ query អាហ្នឹងយើងធ្វើការចាប់វាតាំង query ដែល query ហ្នឹងយើងប្រើវាដើម្បីចាប់យកតម្លៃពី URL ទាំងអស់ទៅកាន់ request ហ្នឹង
ហើយបន្តមកខ្ញុំគ្រាន់តែដាក់ response ឲ្យដល់ទៅលើ send ហ្នឹងដើម្បី send ចម្លើយទាំងអស់ទៅកាន់ request ផងនឹងផងដែរហើយខ្ញុំប្រើជា array object ដែលយើងមាន username ត្រង់ហ្នឹងយើងគ្រាន់តែដាក់ username ហើយយើងដាក់ចុច2ហើយយើងប្រើ string ហើយដាក់ឈ្មោះរបស់យើងមកហើយយើងទៅបើកនៅ array មួយទៀតដែលយើងធ្វើវាដូចគ្នាប៉ុន្តែយើងដាក់ឈ្មោះវាខុសគ្នាចឹងខ្ញុំធ្វើរួចហើយខ្ញុំនឹងចូលទៅ run ម្ដងទៀតហើយយើងគ្រាន់តែប្រើ flash ហើយយើងដាក់ user មកចឹងវានឹងបង្ហាញជា array object នឹងឲ្យយើងនេះគឺជាទិន្នន័យដែលយើងបានធ្វើវាហើយឥឡូវនេះយើងចូលទៅកាន់ការចាប់ដូចគ្នាប៉ុន្តែយើងចាប់តាមរយៈរបៀប para ម្ដងដែលយើងប្រើទៅលើ function cat ដូចគ្នាយើងគ្រាន់ដាក់ flash user ហើយយើងដាក់ flash ហើយចុច2រួចយើងដាក់ឈ្មោះរបស់យើងមកយើងដាក់ឈ្មោះថា name អាហ្នឹងគឺយើងប្រើវាដូចគ្នាទេចឹងយើងគ្រាន់តែតាំង variable មួយមកដែលឲ្យឈ្មោះថា username ដដែលចឹងខ្ញុំឲ្យវាស្មើនឹង request ដកជាមួយនឹង param ហើយដកជាមួយនឹង name ដែលយើងបានតាំងនៅខាងលើហ្នឹងចំពោះចំណុចហ្នឹងផងដែរយើងដល់ពេលនៅក្នុង flash របស់យើងដាក់ចុងក្រោយចុច2ហ្នឹងជាអ្វីគឺយើងត្រូវ follow តាមនឹងដូចគ្នាអញ្ចឹងអានេះយើងគ្រាន់តែដាក់ response ហើយ .send មកអញ្ចឹងអានឹងគឺយើងអាច input តម្លៃចេញក្រៅបានហើយ input តម្លៃចូលទៅកាន់ request របស់យើងបានហើយខ្ញុំគ្រាន់តែដាក់ប៉ុណ្្នឹងមកអញ្ចឹងអានេះយើងគ្រាន់តែ thêm flash ហើយខ្ញុំដាក់ឈ្មោះខ្ញុំមកអញ្ចឹងនៅពេលដែលយើងចុច send ទៅវានឹងបង្ហាញឈ្មោះយើងនៅក្នុង username ហ្នឹងផងដូចគ្នាផងដែរហើយអានឹងគឺខ្ញុំនឹងបន្ថែមវាទៀតអញ្ចឹងអានឹងខ្ញុំសាកធ្វើវាសមមើលតើវាកើតអត់វាអត់កើតទេចឹងបើសិនខ្ញុំដាក់ពីរដងវានឹងចេញឈ្មោះដដែលពីរដងអញ្ចឹងយើងមានរបៀបមួយទៀតដើម្បីយើងអាចដាក់វាជាបែបហ្នឹងបានដោយសារតែយើងអត់បានហៅអញ្ចឹងខ្ញុំនឹងបង្ហាញមួយចំណុចទៀតដែលយើងនៅក្នុងមួយ array ហ្នឹងគឺយើងមានទាំងឈ្មោះមានទាំងអាយុហើយនឹងមានទាំង email របស់យើងផងដែរ sorry អ្នកនរគ្នាដោយសារតែសលេងរៀងតឹងបន្តិចចឹងខ្ញុំនឹងធ្វើម្ដងទៀតដែលយើងបង្ហាញច្រើននៅក្នុងមួយ array ហ្នឹងចឹងយើងដាក់ flash user ដែរចឹងយើងដាក់ flash ហើយយើងចុចពាក្យថា name ហើយយើងដាក់ flash ហើយយើងចុចទៀតអាហ្នឹងនៅពេលដែលយើងចង់ input តម្លៃអ្វីមួយចូលទៅក្នុងហ្នឹងយើងត្រូវធ្វើបែបហ្នឹងគឺយើងចាប់តាម param ដូចគ្នាចឹង param ហ្នឹងវាមានលក្ខណៈខុសពី query តិចតួចទេគឺចំពោះលក្ខណៈដូចគ្នារបស់វាហ្នឹងគឺវាចាប់តម្លៃយកទៅបង្ហាញនៅលើ URL ដូចតែគ្នាទេអញ្ចឹងយើងធ្វើការតាំង variable វាដូចគ្នាផងដែរដាក់ចេញមកអានឹងបើសិនយើងចង់ហៅវាទាំងអស់គឺយើងដាក់ con វាមកហើយយើងបើកជានេះមួយមកអាសញ្ញានឹងមួយមកហើយយើងដាក់ name របស់យើងអាយុរបស់យើងហើយនឹង email របស់យើងផងដែរអញ្ចឹងយើងដាក់ឲ្យវាស្មើ request .param នឹងមកហើយយើងមិនបាច់ចាំដាក់ វា name វា age វា email មួយទេយើងគ្រាន់តែដាក់ប៉ុណ្្នឹងមកព្រោះអីយើងបានចាប់តម្លៃវានៅខាងមុខឲ្យវាស្មើនៅនឹងរួចហើយអញ្ចឹងនៅពេលដែលយើង
chẳng nó bây giờ dương trong send via từ căn URL nâng nhưng còn đã rest dot send nâng mốt hay dương input name age hay nâng email bảo dương trôi chẳng nó bây giờ dương rắn dương còn đã flash user flash hay đã chung mồi dương hay dương bật thêm flash tiền chắc nó bây giờ dương bật thêm flash dương ta đã thả flash age hay nâng flash email chắc nó bây giờ dương đã flash nó cứ dương on men cho chị và bảo việt tế cứ dương cho chị chung mồi tôi chị age chẳng đầm bấy dương cho lấy đầm bấy age chẳng nữa nó bây giờ dương rắn cứ viên được hàng chục lời từ căn dương nàyสำหรับการបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងហើយនេះគឺជាអ្វីដែលយើងធ្វើបានបើសិនជាមានចម្ងល់ចង់សួរកន្លែងណាអាច comment សួរតាម comment របស់ខ្ញុំបានហើយនៅពេលក្រោយៗទៀតខ្ញុំនឹងធ្វើវីដេអូដើម្បីបង្ហាញជាបន្តបន្ទាប់ទាក់ទងទៅនឹង Node.js ទៀត